បញ្ហាដូចជាខ្ញុំមុខតែកាចែអំពិលព្រៃចៃសចៃម្សៅចៃលោតពពួកសមើលដែលធ្វើឲ្យបងប្អូនឈឺក្បាលមែនតើពិបាកនៅក្នុងការកម្ចាត់បាទនេះបងប្អូនប្រើប្រាស់ជាមួយនឹង speed ថ្នាំសម្រាប់សត្វទូទៅបាទជាប្រភេទថ្នាំដែលមានគុណភាពល្អសម្រាប់បានងាប់ស្អាតជាប្រភេទប៉ះផ្ទាល់ប្រើបានគ្រប់ដំណាំតែម្ដងបាទហើយអ្វីដែលសំខាន់ទឹកជាប្រភេទទឹកសខាប់ដោយទឹកដោះគោបាទក្នុងតម្រង EW បាទតម្រង EW មានបងប្អូនយើងជាច្រើនមកសួរខ្ញុំទៀតថាតើ EW នឹងប្រើបានគ្រប់វគ្គមែនដែរទេ EW គឺយើងបែងចែកចេញជា3វគ្គថែមទៀតផងវគ្គទី1គឺជាប្រភេទទឹកដែលមាន3ពណ៌មានពណ៌ក្រហមពណ៌ត្នោតនិងពណ៌ខ្មៅវគ្គទី1នេះមាន3ពណ៌នេះគឺជាប្រភេទពណ៌ដែលមានជាតិប្រេងខ្ពស់70ឬ80% ឡើងទៅនៅពេលដែលយើងយកទៅប្រើលើដំណាំវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅលើផ្កានិងក្តឹប EW បែបទី2គឺជាប្រភេទពណ៌ទឹកតែបងប្អូនពណ៌ទឹកតែគឺមានជាតិប្រេង50% បាទអញ្ចឹងនៅពេលដែលយកទៅប្រើក៏អាចមានឱកាសធ្វើឲ្យមានផលប៉ះពាល់ដល់ប្រភេទផ្កានិងក្តឹបផងដែរប៉ុន្តែសម្រាប់ប្រភេទពណ៌ទី3គឺប្រភេទពណ៌សខាប់ដូចទឹកដោះគោបាទដែលដូចនៅនឹងរូបមន្តនៃការផលិតស្ពីតថ្នាំសម្រាប់សត្វរបស់យើងនេះបាទពណ៌សខាប់ទឹកដោះគោបែបនេះគឺមានជាតិប្រេងតិចតួចឬតិចមែនតែនបងប្អូនអាចប្រើបានគ្រប់វគ្គបាទមិនថាវគ្គទួយវគ្គផ្កាវគ្គផ្លែវគ្គក្តឹបបាទអញ្ចឹងបងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្តសម្រាប់ស្ពីតសត្វល្អិតរបស់យើងបាញ់វគ្គត្រួយក៏បានបាញ់វគ្គផ្កាក៏បានបាញ់វគ្គផ្លែវគ្គក្តឹបក៏បានបាទសម្រាប់បងប្អូនដែលមានតម្រូវការចង់បានជាមួយនឹងស្ពីតថ្នាំសម្លាប់សត្វល្អិតបាទអាចទំនាក់ទំនងមកបានឥឡូវនេះកំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែនបាទទៅតែចូលមក500កេសមិនដល់3ថ្ងៃចិត្តដាច់ពីស្តុកទៀតហើយនៅខាងក្រៅខ្នងខ្ញុំបាទសម្រាប់បងប្អូនដែលមានបំណងទិញនៅក្នុងបរិមាណច្រើនឬយកទៅលក់បន្តបាទទំនាក់ទំនងមកយើងមានតម្លៃពិសេសជូនបងប្អូនកាត់កាន់តែច្រើនកេសបាទមានតម្លៃកាន់តែពិសេសទុកសម្រាប់បងប្អូនយកទៅលក់ចំណេញបន្តផងដែរបាទសូមអរគុណ